ប្តីខ្ញុំមិនសំស្ទូចថៃក្រាម៉ោង1ម៉ោង2ថ្ងៃយីទៅនិយាយពីថាក្តៅហ្មងសុខចិត្តពាក់ឲ្យដែលវែងពាក់ខោដែលវែងរុំមុខរុំអីចឹងទៅមួយបងប្អូនគាត់ចឹងណាជីកណូជីអីទៅគាត់តែឆ្លងមកល្អមែនតើបងប្អូនអើយស្ទូចតាំងពីម៉ោង1ម៉ោង2ថ្ងៃដល់ម៉ោង5ល្ងាចថៃប៉ានេះដែរយីទៅថ្ងៃនេះគឺរួចម្ហូបហ្មងបានថៃឆ្លាំងធំសសថ្មីល្អមែនតើហ្មងណាមានទាំងតូចមានទាំងធំទាំងតែឆ្ងាញ់មកទៀតហើយព្រោះអីថៃនេះគឺថៃតលេគាត់រកបានខ្លួនឯងហ្មងណាទៅចំណងចំណូលចិត្តគាត់គឺថាស្ទូចថៃប្រវត្តិថៃហ្នឹងគឺថាអត់ចេះខ្ជិលហ្មងបងប្អូនអើយសុំខ្ញុំទៅស្ទូចទៅប្រវត្តិឲ្យនិយាយពីថារីករាយមែនតើហ្មងមួយថ្ងៃក៏ស្ទូចបានប៉ុណ្ណឹងគឺថាយើងរួចមកហូបឯងអាចចាំបាច់អស់លុយត្រូវចំណាយលុយទិញមកហូបទិញថៃទិញអីទៀតទេអញ្ចឹងប៉ុណ្ណឹងគឺថារួចបានមកល្ងាចទៀតហើយគាត់អើយប្រាប់ខ្ញុំថាចាំបងជូនទៅពេញអញ្ចឹងណាប៉ុន្តែខ្ញុំត្រូវមានភារកិច្ចចេញមកពេញភ្លាមអញ្ចឹងក៏ឲ្យបងអូនខ្ញុំជិះមកយកបងប្អូនអើយស្រុកប្តីខ្ញុំមកពេញជិះតែ1ម៉ោងអីមកដល់ហើយព្រោះអីឆ្លងតាមអរិយខ្សាត់អញ្ចឹងណាយើងជិះពេលល្ងាចអញ្ចឹងតែជាអត់សូវមានមនុស្សច្រើនអញ្ចឹងជិះតាមផ្លូវហ្នឹងគឺថាអត់សូវស្ងាត់ប្រហែលទេបងប្អូនព្រោះមានគេជិះតាមក្រោយរហូតអញ្ចឹងណាមានបងប្អូនយើងជិះអ្នកស្រុកអ្នកភូមិជិះរហូតអញ្ចឹងអត់ស្ងាត់អត់អីទេព្រោះដោយសារយើងចេញមកនេះចេញមកពីម៉ោង6ល្ងាចទេអញ្ចឹងល្មមតែដល់ពេញប្រហែលជាខ្ទង់ម៉ោង8ឯហ្នឹងទៅដល់ហើយអញ្ចឹងយើងធ្វើតាណាអត់សូវលឿនប្រហែលទេបងប្អូនគាត់ថារៀងល្ងាចញ័រញាក់ដែរអញ្ចឹងណាបើដោយសារជីមេឃភ្លៀងតាំងពីចេញពីផ្ទះភ្លៀងវាមិនភ្លៀងខ្លាំងទេបងប្អូនភ្លៀងរយទេប៉ុន្តែមួយសើមដែរហ្នឹងណាប៉ុន្តែខ្ញុំអត់ពាក់អាវភ្លៀងដោយសារខ្ញុំឲ្យពាក់ជាមួយនឹងអាវរៀងក្រាស់ដែរអញ្ចឹងណាយើងពាក់តែមួកមកគឺថាអត់សើមអត់អីទេឥឡូវហ្នឹងគឺថាចិត្តដល់រៃខ្សាត់កោះពេជ្រឯងបងប្អូនឯងទៅឲ្យតែផុតពីភូមិហ្នឹងហើយឆ្លងដល់រៃខ្សាត់កោះពេជ្រគឺដល់ពេញហើយឥឡូវគឺថាដល់ដកោះពេជ្រហើយនិយាយទៅជិះតែមួយផ្លែទេគឺដល់ហើយឆ្លងដល់រៃខ្សាត់កោះពេជ្រហ្នឹងគឺថាស្លាងធំហើយមានបងប្អូនយើងឆ្លងច្រើនមែនតើហើយសម្រាប់បងប្អូនណាដែលគាត់ចេះហែលទឹកចឹងក៏អត់សូវភ័យទេប៉ុន្តែបើខ្ញុំវិញខ្ញុំអត់ចេះហែលទឹកទេបងប្អូនអញ្ចឹងខ្ញុំឆ្លងដល់ម្ដងណាគឺខ្ញុំភ័យហ្មងថតតែក្បែរអាវពងឯងបងប្អូនអើយនិយាយទៅធៀមសកួរអាវពងຕົកហ្មងនេះសាតែយើងអត់ចេះហែលទឹកហ៎ហើយស្រុកម៉ែក្មេងខ្ញុំគឺត្រូវឆ្លងស្លាងទៅដល់អញ្ចឹងណាអញ្ចឹងយើងថាឈរកន្លែងណាដែលមានអាវពងសកួរអញ្ចឹងទៅវាមិនសូវភ័យចាព្រោះអីមើលទៅទឹកអលឹកដូចជាក្រាស់ណាបងប្អូនអើយអញ្ចឹងសម្រាប់អ្នកអត់ចេះហែលទឹកដូចខ្ញុំណាគឺខ្ញុំរៀងខ្លាចទឹកចឹងណាបងប្អូនហើយសម្រាប់ស្លាងកោះពេជ្រហ្នឹងណាយើងងាកមើលទៅឃើញស្ពានកោះនារីឃើញអីអញ្ចឹងណាបងប្អូននិយាយទៅគឺថា view ចេញមកគឺ fresh ហ្មងរាល់ដងឲ្យខ្ញុំជិះតាឡានបងប្អូនខ្ញុំអត់អាចចុះពីឡានទេថ្ងៃនេះឲ្យបងប្អូនមកយកអញ្ចឹងគឺថាយើងឈរមកគឺថាខ្យល់អាកាសឡើង fresh មែនតែនហ្មងហើយប្តីក៏ថាចែកសំបងជូនទៅហើយមកណាត់ឲ្យប្តីដឹងទេបងប្អូនអើយនិយាយទៅប្តីថាដល់ពេលលួចទៅអញ្ចឹងមានបញ្ហាអីតាំងថាបន្ទោសប្តីអត់ជូនទៅអីនិយាយទៅខ្ញុំមិនសារមកការងារបន្តណបងប្អូនអញ្ចឹងក៏ឲ្យបងប្អូនមកយកហ្មងទៅឥឡូវគឺថាយើងឆ្លងអីហើយយើងឲ្យឡើងអីបងប្អូនឡើងមកដល់ពេញហើយឡើងមកគឺថាកោះពេជ្រហ្មងយើងជិះកាត់ឲ្យផ្សារផែនសអីអញ្ចឹងទៅណាហើយនិយាយពីថាចេញពីផ្ទះមកអត់តបានញ៉ាំបាយញ៉ាំអីទេគឺថាឃ្លានហ្មងពីអ្នកបងប្អូនក៏មកដល់ផ្សារដើមកឃើញបវរគ្រឿងគេល្បីនៅផ្សារដើមកបងប្អូនបវរគ្រឿងនឹងឆ្ងាញ់ខ្លាំងណាហើយមនុស្សច្រើនទៀតមួយចានតែ6000ទេនិយាយទៅរសជាតិដល់តើថាឆ្ងាញ់ខ្លាំងហ្មងម្នាក់មួយចានហ្នឹងពីរនាក់ហ្នឹងគឺថាអស់2ចានហ្មងហើយមុំតបានញ៉ាំណាដាក់គ្រឿងចឡើងល្មមតបានញ៉ាំនិយាយទៅខ្ញុំត្រឡប់ញ៉ាំអីក៏ដោយដល់ដាក់គ្រឿងគ្រប់មុខបានញ៉ាំកើតហើយឥឡូវពណ៌គ្រឿងគេហ្នឹងឆ្ងាញ់ស្រាប់តែដល់តែមានបន្តែសៀងម្រេចអីហ្នឹងណាបានញ៉ាំឆ្ងាញ់ពណ៌គ្រឿងដាក់ឡើងពេញហ្នឹងឥឡូវយើងដាក់សៀងដាក់ម្រេចដាក់អីដាក់អញ្ចឹងណាបងប្អូននេះហើយដាក់ម្រេចទឹកចាញ់ឈើចាក់ថ្មិញនិយាយទៅហួចចិត្តខ្លួនឯងហ្មងណាហើយល្មមតដាក់គ្រឿងហើយហ្នឹងគឺថាបងអូនខ្ញុំណាវាញ៉ាំចង់ហើយបាត់ហើយល្មមតដាក់គ្រឿងហើយហ្នឹងនិយាយទៅញ៉ាំបបរមួយចានហ្នឹងហើយបានចេញចំណាយទៅផ្ទះដល់បងប្អូនអើយពួកអីឃ្លានពេកប្រាសាយយើងត្រូវការញ៉ាំបបរក្តៅឥឡូវគឺថាខ្ញុំដាក់គ្រឿងដាក់អីហើយចឹងទៅញ៉ាំបបរញ៉ាំអីហើយចឹងទៅយើងបន្តចេញដំណើរទៅមុខទៀតចឹងទៅណាបងប្អូនហើយឥឡូវហ្នឹងគឺថាបានមកដល់ផ្ទះហើយបងប្អូនអើយបងប្អូនខ្ញុំគឺអស់កម្លាំងលីងហ្មងណា